នេះគឺជាវិធីសាស្ត្រដែលយើងធ្វើ header footer ដោយទំព័រដំបូងរបស់យើងគឺអត់មាននៅលេខទំព័រទេហើយក៏អត់មាននៅ header footer ដែរចូលដល់ទំព័របន្ទាប់គឺយ៉ាងម៉េចគឺយើងមាន design នៅ header ហើយ footer របស់យើងគឺមានលេខចាប់ពីទំព័រទី1ទៅបន្ទាប់គឺយើងមានគេទំព័រទី2ទំព័រទី3អីចឹងទៅជាបន្តបន្ទាប់ហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញអ្នកនរគ្នានៅរបៀបដែលខ្ញុំ design នៅ header footer ឲ្យបានស្អាតមើលទៅវាទាក់ទាញដោយមិនរញ៉េរញ៉ៃទេអ្នកនរឲ្យវាមានរបៀបបែបនេះអូខេចឹងសម្រាប់អ្នកនរគ្នាថ្មីដែលមិនទាន់ subscribe ខ្ញុំគឺជួយ subscribe ខ្ញុំអ្នកមួយផងមកដើម្បីទទួលបាននៅវីដេអូថ្មីជាបន្តជារៀងរាល់ថ្ងៃចឹងកុំឲ្យខាត់ពេលវេលាយូរយើងរីករាយទស្សនាជាមួយខ្ញុំទាំងអស់គ្នាជាដំបូងគឺអ្នកនរគ្នាត្រូវបើកកម្មវិធី Microsoft Word របស់អ្នកទាំងអស់គ្នាមកហើយអ្នកនរគ្នាចូលទៅក្នុង insert ហើយយើងយកពាក្យថា header ហើយអ្នកគ្នាអាចរើសយក header footer មួយណាក៏បានដែរតែខ្ញុំយកពាក្យថា edit header ទៅគឺខ្ញុំអត់ចង់បានរបស់គេដែលគេធ្វើឲ្យនឹងទេខ្ញុំអត់ស្រឡាញ់ទេអញ្ចឹងខ្ញុំធ្វើថ្មីសម្រាប់ខ្លួនឯងចូល insert shape ហើយខ្ញុំយកជាលក្ខណៈ rounded rectangle ហើយខ្ញុំគូស shape មួយប៉ុណ្ណឹងអូខេអញ្ចឹងអ្នកនរគ្នាស្រឡាញ់ design បែបណាអ្នកគ្នាយកបែបហ្នឹងទៅអានេះខ្ញុំយកបែបខ្ញុំទេអូខេអញ្ចឹងខ្ញុំដាក់ទម្រង់បែបនេះចឹងអ្នកទាំងអស់គ្នាអាចសារ៉េទៅតាមអ្វីដែលអ្នកគ្នាចង់បានអូខេខ្ញុំសុំធំបន្តិចអូខេបែបនេះចឹងខ្ញុំ copy វាមកយើង Ctrl C Ctrl V ទៅហើយយើងអាចដូរពណ៌វាបានដែរពណ៌នេះគឺខ្ញុំអាចយកពណ៌រាងស្រាលបន្តិចហើយខ្ញុំរុញទៅខាងក្រោយខ្ញុំយកវាតម្រង់វាបែបនេះរាងតូចបន្តិចអូខេខ្ញុំគិតថាប៉ុណ្ណឹងបានបន្ទាប់ខ្ញុំចូល insert ខ្ញុំយកពាក្យ picture ហើយយក picture ទៀតហើយខ្ញុំយករូបរបស់ខ្ញុំនេះអូខេហើយខ្ញុំបង្រួមរូបរបស់ខ្ញុំ logo អញ្ចឹងអ្នកគ្នា logo អ្នកគ្នាបែបណាអ្នកគ្នាយកមកដាក់ប៉ុណ្ណឹងមកគឺអូខេអញ្ចឹង logo ខ្ញុំយក insert shape ហើយខ្ញុំយក text box មួយយកមកសេហើយខ្ញុំវាយដាក់ថាខ្ញុំដាក់ថា company name អញ្ចឹងទៅហើយខាងក្រោមនេះខ្ញុំដាក់ថា descriptionអូខេបែបនេះអញ្ចឹង font អ្នកនរគ្នាស្រឡាញ់ font ណាដាក់ font ហ្នឹងទៅអាស្រ័យទៅលើអ្នកនរគ្នាទេខ្ញុំចូលចិត្ត font នេះហើយខាងលើខ្ញុំយក bold ទៅមកឃើញគម្លាតអក្សរវារាងឆ្ងាយអត់អ្នកនរគ្នាអញ្ចឹងយើងបន្ថយ font ហើយអ្នកគ្នាចូលកន្លែង line spacing option បន្ថយយក after 0អានេះយក1មកគឺវាខិតទៅគៀកគ្នាអូខេខ្ញុំគិតថាប៉ុណ្ណឹងគឺ good it's okay ខ្ញុំសុំទាញ logo ខ្ញុំរាងធំបន្តិចអូខេបែបនេះអូខេយើងអាចមើលបានថាប៉ុណ្ណឹងអូខេហើយយើងអូខេទៅតែខ្ញុំសុំកែថែមទៀតសុំយក logo រាងតូចបន្តិចអូខេហើយនេះយើងត្រូវដោះ fill ហើយ outline វាចេញអស់ទៅអ្នកនរគ្នា save fill យក no fill ស្អាត outline យក no outline នេះខ្ញុំមានអារម្មណ៍ថាអក្សររាងធំបន្តិចខ្ញុំសុំបន្ថយតិចទៀតអូខេខ្ញុំគិតថាប៉ុណ្ណឹងគឺត្រូវតាមអ្វីដែលខ្ញុំចង់បានហើយមកដល់ footer ម្ដង footer គឺអ្នកនរគ្នាចូលទៅក្នុង insert ហើយយកពាក្យថា footer ហើយអ្នកគ្នាយក edit footer ទៅបើអ្នកគ្នាចង់បាន footer ដែល design នៅខ្លួនឯងហើយខ្ញុំដាក់ prepared by ឈ្មោះខ្ញុំទៅហើយ page អ្នកគ្នាវាយ page អ្នកគ្នាចុច2ទៅដើម្បីដាក់ page បានគឺអ្នកនរគ្នាចូលទៅក្នុង page layout sorry page number ហើយយកពាក្យថា page number ហើយអ្នកគ្នាអាចយកពាក្យថា center ហើយចុច OK ណាអញ្ចឹងវា load page មកហើយនៅក្នុង Windows គឺវា load ទៅចំមកកន្លែងអក្សរដែលយើងតតែនៅក្នុង Mac រៀងពិបាកតិចអ្នកគ្នាអូខេចំណុចបន្ទាប់គឺខ្ញុំដាក់ logo មួយទៀតខ្ញុំដាក់ទៅលើ YouTube អូខេខ្ញុំដាក់ទៅលើ YouTube បែបនេះអញ្ចឹងខ្ញុំប្រូមវាមកអូខេខ្ញុំយកទៅតាមអ្វីដែលខ្ញុំចង់បានទៅអញ្ចឹងបើអ្នកគ្នាអត់ស្រឡាញ់ font នេះដូរទៅខ្ញុំដូរហើយខ្ញុំ design font ណាដែលខ្ញុំគិតថាខ្ញុំស្រឡាញ់ស្អាតអូខេបែបនេះខ្ញុំយក font ហ្នឹងត្រូវហើយអញ្ចឹងបន្ទាប់គឺខ្ញុំមាន line នៅខាងលើនេះអ្នកគ្នាអាចចូល insert ចូល save យក line នេះក៏បានតែខ្ញុំអត់ធ្វើអញ្ចឹងទេខ្ញុំចូល home ខ្ញុំយក border ហើយខ្ញុំយក top border អូខេយ៉ា top border អញ្ចឹងនៅក្នុង top border អ្នកគ្នាអាចចូល format វានេះ padding របស់វាហ្នឹងគឺអ្នកគ្នាអាច format វាបានចង់បានកម្រាស់ប្រហែលប្រភេទអីអ្នកគ្នាអាចយកទៅតាមហ្នឹងបានទេអូខេខ្ញុំគិតថាខ្ញុំទាញចុះក្រោមបន្តិច
នេះចឹងបន្ទាប់គឺអ្នកគ្នាមើលកន្លែង header footer នេះអ្នកនរគ្នាចង់ឲ្យ header footer របស់អ្នកនរគ្នាប្រហែលសង់ទីម៉ែត្រឧទាហរណ៍ខ្ញុំយក 1.3 គឺវាមក 1.3 ឯអ្នកនរគ្នាចឹងអាស្រ័យលើអ្នកនរគ្នាដែរអ្នកគ្នាចង់បានheader footer ប៉ុណ្ណាអ្នកគ្នាសេរីយកប៉ុណ្ណឹងមកអូខេខ្ញុំគិតថាប៉ុណ្ណឹងខ្ញុំបានហើយអូខេនេះខ្ញុំសូមទាញខាត់លើតិចដោយសារខ្ញុំយកទំហំវារាងធំអូខេគេញ៉ាំអ្នកនរគ្នានឹងបាន header footer មួយហើយដែលស្អាតអូខេខ្ញុំមានអារម្មណ៍ថាកន្លែងនេះរាង error បន្តិចខ្ញុំសូមទាញខាត់លើអូខេចឹងបានហើយអ្នកគ្នានេះគឺជា header footer បន្ទាប់គឺយើងនឹងធ្វើថាទំព័រទី1របស់យើងគឺអត់មានទេចឹងយើងត្រូវអូខេនេះអ្នកគ្នាឃើញកន្លែងនេះអត់ឃើញកន្លែងនេះអត់ស្អាតទេអ្នកគ្នាឃើញ logo ហើយណានេះគឺវាអត់ស្មើគ្នាទេចឹងយើងធ្វើមិនឲ្យវាស្មើគ្នាមកហើយស្មើជាមួយនឹងចំណុចចាប់ផ្ដើមរបស់យើងមកមើលមកវាឃើញស្អាតអូខេចឹងប៉ុណ្ណឹងខ្ញុំគិតថាអូខេហើយខ្ញុំអត់កែទៀតទេហើយខ្ញុំនឹងធ្វើឲ្យទំព័រទី1នេះគឺអត់មាន header footer ទេចូលដល់ទំព័របន្ទាប់គឺបានមាន header footer ចឹងអ្នកនរគ្នាត្រូវចូលទៅក្នុង layout អ្នកគ្នាយកពាក្យ bridge ហើយយកពាក្យថា next page ចឹងនៅពេលអ្នកគ្នាចុចបែបនេះអ្នកនរគ្នានឹងបង្កើតបានទៅជា2 season ដោយ season ទី1ជា footer season 1 season 2ជា footer របស់ season 2 គេវាអត់នៅ season ជាមួយគ្នាទេបើសិនបើអ្នកនរគ្នាចុចអីគេនេះអ្នកគ្នាចុចបន្ថែមกระดาษបែបនេះគឺមានន័យថាម៉េចគឺវានឹងនៅ season ជាមួយគ្នានេះបន្ទាប់ពី season ដែលអ្នកនរគ្នាចងกระดาษហ្នឹងគឺវានៅជាមួយគ្នាហើយអូខេអាហ្នឹងគឺ header and footer អូខេចឹងបន្ទាប់គឺយើងនឹងចាប់ផ្ដើមផ្ដាច់ហើយផ្ដាច់នេះទំព័រទី1ដំបូងនេះចេញទាំងអស់ចុចតបคลิกលើកន្លែង header footer អ្នកគ្នាដោះកន្លែង link នឹងចេញមកអូខេបន្ទាប់គឺអ្នកគ្នាអាចលុបបានហើយអ្នកគ្នាត្រូវចុចទៅលើទំព័រទី2នេះអាកន្លែង season 2ហើយផ្ដាច់ link នេះណាមិនមែនចុចអាទំព័រដំបូងហ្នឹងទេហើយលុបអូខេ footer ដូចគ្នាអ្នកគ្នាត្រូវចុចទៅលើ season ទី2ដូចគ្នាហើយអ្នកគ្នាត្រូវដោះ link នឹងចេញអូខេអ្នកនរគ្នាអាចលុបអក្សរនឹងបានហើយដល់ពេល border នេះអ្នកគ្នាត្រូវដោះ no border ទៅគេអត់ដល់ពេលយើងលុបគឺវាអត់ជាប់គ្នាទេវា link ជាប់គ្នាទេអូខេអញ្ចឹងអ្នកគ្នាត្រូវចាប់ឲ្យតាន់ខ្ញុំឧទាហរណ៍អ្នកគ្នាមើលមួយហើយអញ្ចឹងបន្តទៀតអ្នកគ្នាត្រូវកែទៅលើគេកែទៅលើទំព័ររបស់យើងដោយយើងឃើញថាម៉េចនេះទំព័ររបស់យើងគឺចាប់ពីទំព័រទី2ទៅយើងចង់ឲ្យវាចាប់ពីទំព័រទី1អញ្ចឹងអ្នកនរគ្នាត្រូវ double click ទៅលើ layer របស់យើងអូខេ sorry layer page footer របស់យើងអ្នកនរគ្នាចុច slide លើវាមកអ្នកគ្នាចូលកន្លែង page number ដូចគ្នាហើយអ្នកគ្នា format ហើយអ្នកគ្នាយកពាក្យ start ពីលេខ1មកហើយចុច OK យ៉ាវា start ពីលេខ1ហើយអញ្ចឹងយើងនឹងបាន header footer មួយដែលស្អាតហើយទៅតាមអ្វីដែលយើងចង់បានគេ header footer របស់យើងគឺមានទម្រង់ស្រស់ស្អាតជាងមុនហើយដោយយើងអាចបន្ថែមកระดาษថែមទៀតមកយើងនឹងឃើញហើយគេនេះយើងឃើញ header footer របស់យើងគឺទម្រង់យើងគឺស្រស់ស្អាតហើយតាមអ្វីយើងចង់បានហើយទំព័ររបស់យើងក៏ត្រឹមត្រូវដែរចឹងសម្រាប់អ្នកនរគ្នាថ្មីជួយ subscribe ខ្ញុំនេះមួយផងដើម្បីខ្ញុំមានកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូចែករំលែកទៅកាន់អ្នកនរគ្នាជាបន្តបន្ទាប់សូមអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូបន្ទាប់